បាទសូមគោរពសួស្តីពុកម៉ែបងប្អូនយើងទាំងអស់គ្នាណាបាទហ្នឹងហើយបាទស្វាគមន៍មកកាន់កៅតម្រុយឆ្នោតវៀតណាមរបស់យើងប្រចាំថ្ងៃយីរីបាទដែលពុកម៉ែបងប្អូនយើងតែងតែហៅតែឆ្នោតយួនហ្នឹងណាបាទហើយទម្លាប់តែលេងកំសាន្តនៅម៉ោង4ដល់ម៉ោង6បាទអញ្ចឹងសម្រាប់ថ្ងៃថ្មីថ្ងៃ9ខែ8របស់យើងគឺថាប៉ះចំថ្ងៃអាទិត្យតែម្ដងបាទអញ្ចឹងមានក៏បានត្រៀមនៅលេខតម្រុយថ្មីដូចគ្នាដើម្បីចែកជូនដល់ពុកម៉ែបងប្អូនយើងណាបានយកទៅផ្សងសំណាងកំសាន្តលេងទាំងអស់គ្នាណែគឺថាតម្រុយថ្ងៃចាស់របស់ admin គឺថាយើងចូលណាបាទចូលដែរចូលបានតែខ្ទង់អូសណាបាទម៉ោង4យើងចូលអូស50ម៉ោង6យើងចូលអូស9ហើយសម្រាប់លេខបុកវិញគឺថាយើងចូលត្រឡប់ឲ្យ93ចេញ39ណាបាទដល់កតែម្ដងបាទអញ្ចឹងសម្រាប់ថ្ងៃថ្មីណាបាទមានក៏សុំចិត្តទាំងអស់គ្នាផងដែរកុំភ្លេចបាទជួយចុច like ចុចមេដៃមេជើងជូន channel ថ្មីរបស់ admin ម្នាក់មួយណាបាទអញ្ចឹង channel នេះគឺជា channel ថ្មីគឺ admin ធ្វើឡើងគឺដើម្បីត្រៀមសកួរຕົកក្រែងលោថ្ងៃណាមួយពុកម៉ែបងប្អូនយើងបាទស្វែងរក channel ធំរបស់ admin មិនឃើញណាបាទក៏អាចមកយកលេខពី channel នេះយកទៅកំសាន្តលេងបានទាំងអស់គ្នាផងដែរតែអញ្ចឹងកុំឲ្យខាតពេលយូរឥឡូវ admin មកធ្វើការដាក់តម្រុយជូនតែម្ដងបាទចឹងសម្រាប់ពីរលេខរបស់យើងណាពីរលេខរបស់យើងគឺថាadminឲ្យពុកម៉ែបងប្អូនយើងណាលេងកំសាន្តនៅលេខបាទ25បាទ0886និងលេខ62ផងដែរបាទនឹងពីរលេខបាទយកទៅកំសាន្តលេងក៏កុំភ្លេចបាទលេងគុណត្រឡប់ហើយនឹងឡើងមួយលេខចុះមួយលេខផងបាទបាទព្រោះតម្រុយមានដឹងស្រាប់ហើយម្សិលមិញណាយេ93គេចេញ39មកឲ្យភ្លុតតែម្ដងបាទតែអញ្ចឹងសម្រាប់លេខអូសវិញគឺថាមានឲ្យពុកម៉ែបងប្អូនយើងណាបាទលេងនៅខ្ទង់20ហើយនឹងខ្ទង់60ណាបាទស្រឡាញ់20ក៏អូសនៅខ្ទង់20ទៅបាទស្រឡាញ់60ក៏លេងអូសនៅខ្ទង់60ទៅណាបាទលេងបានគ្រប់ប៉ុសបាទហើយជាមួយនឹង3លេខរបស់យើងវិញបាទគឺថាមានឲ្យពុកម៉ែបងប្អូនយើងណាបាទលេងកំសាន្តនៅលេខបាទ249ណាបាទហើយមកគ្រាប់ទៀត862បាទលេងគុណផងណាបាទអត់បានគុណប្រយ័ត្នស្ដាយពុកម៉ែបងប្អូនយើងបាទដោយសារលេខធំដឹងស្រាប់ហើយបាទលេខធំរង្វាន់ធំណាបាទហ្នឹងហើយអញ្ចឹងសម្រាប់តម្រុយថ្ងៃថ្មីរបស់ admin គឺ admin មានតែប៉ុណ្ណេះដើម្បីមកចែកជូនដល់ពុកម៉ែបងប្អូនយើងណាបាទហើយ admin ក៏សូមជូនពរដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាដែលបានយកលេខតម្រុយពី channel របស់ admin យកទៅផ្សងក៏សូមឲ្យបានហេងបានចូលចំមកខ្នក់ទាំងអស់គ្នាណាហើយមួយទៀតក៏សូមជូនពរដល់ពុកម៉ែបងប្អូនយើងបាទហើយបាទសូមជូនឲ្យសុខភាពល្អសំណាងល្អណាបាទរកស៊ីបាទទៅទូទានមានបានទាំងអស់គ្នាណាបាទតិចជុំក្នុងក្រុមគ្រួសារធ្វើដំណើរកំសាន្តទៅទីណាទីណីទីចិត្តទីឆ្ងាយក្តីបាទតែមិនថាក្រៅខេត្តក្នុងខេត្តបាទចិត្តផ្ទះឆ្ងាយផ្ទះហ្នឹងក៏សូមមកជួបតែសុខភាពទាំងអស់គ្នាបាទអញ្ចឹងសម្រាប់វីដេអូថ្ងៃថ្មីរបស់ admin ក៏បានបាទមកជិះចូលមកដល់ទីបញ្ចប់ហើយ admin ក៏សូមគោរពលាពុកម៉ែបងប្អូនយើងបាទចាំជួបគ្នាបាទជាមួយនឹង admin នៅវីដេអូថ្ងៃស្អែកថ្មីបន្តទៀតបាទ admin សូមអរគុណបាទ